សួស្តីអ្នកគ្នានេះគឺជារបៀបនៃការបួងសួងយ៉ាងនៅប្រទេសជប៉ុនបើសិនតែយើងអានឹងគេទិញក្តាស់នេះមួយមកគេទិញនៅកន្លែងនោះនៅកន្លែងគេលក់នោះខ្លងទ្វារចូលគេទិញហើយគេទៅសេទៅចង់ទៅសេអីសេទៅបួងសួងសុំក្តីសុខអនាម័យអីទៅតើមកយើងយកមកពាក្យនៅទីនេះមកយើងចង់ទៅសេអសអីក៏បានដែរអានឹងគេថាអរ thank you for allowing me to soul what is allow us to keep bringing grooming and learning keep you safe on the trust whole what is this gratefully in our heart as we stay as family here something like that so នេះដូចជាការបួងសួងនៅទាំងគ្នាគេទៅសេអីគេយកមកពាក់កន្លែងនេះអញ្ចឹងឥឡូវខ្ញុំទៅមើលមួយទៀតនៅកន្លែងនោះនៅអានេះជាវប្បធម៌របស់ជប៉ុនអ្នកគ្នាវប្បធម៌ជប៉ុនអានេះដូចអ្នកទេសចរក៏ជនជាតិជប៉ុនក៏ទៅសេអញ្ចឹងដូចគ្នាអានឹងគេទៅសេហើយគេយកមកពាក់នេះសេអីសេទៅសុបបួងសួងសុំសេចក្តីសុខអញ្ចឹងឲ្យព្រះជួយអញ្ចឹងអានឹងប្រជាជនជាតិបងគេទៅសេអីគេ with love connection for life អូជាមួយសេចក្តីស្រឡាញ់ក៏ហៅសេចក្តីស្រឡាញ់មានការទំនាក់ទំនងល្អជាមួយជីវិតអញ្ចឹង with love and connection lies អូខេអានេះទៅសេមួយទៀតហើយជនជាតិមិនដឹងជនជាតិអីទេអានេះគេសេថា to a land new job with a good pay and a great environment for crew Kaswada contrast គេថាជួនចំពោះជប៉ុនគឺជាទឹកដីដ៏ល្អគឺជាទីកន្លែងដែលគាត់ទទួលបានការធ្វើការបានលុយខែថ្លៃអញ្ចឹងការងារល្អអញ្ចឹងហើយគេថាស្អាតប្រទេសជប៉ុននឹងស្អាតអញ្ចឹងគិតទៅសេថ្ងៃទីខែ5ថ្ងៃទី24ហ្នឹងឯងអូខេអញ្ចឹងយើងទៅមើលមួយទៀតអាហ្នឹងគេមានក្តារគេខាងនោះមានក្តារអានោះកន្លែងគេទិញថងនេះនៅកន្លែងត្រង់ជួរហ្នឹងគេទិញក្តារហ្នឹងគេទិញឲ្យទៅសេឲ្យគេយកមកពាក់ទៅអូខេអានេះប្រភេទមួយទៀតអានេះប្រភេទក្តារអាហ្នឹងគេទិញឲ្យគេអានឲ្យបើល្អគេអត់យកមកចងទេបើល្អគេមកចងកន្លែងនេះអាហ្នឹងគេយកមកចងអូគឺជីមីអាហ្នឹងកន្លែងគេទិញគេនៅទៅនោះកន្លែងគេទិញអានេះគេមកបួងសួងអញ្ចឹងសំពះព្រះឲ្យជួយអញ្ចឹងព្រះជួយកូនបានស្រីសុខអញ្ចឹងទៀតអញ្ចឹងឯងស្តៀងពុទ្ធសាសនាដែរពលជប៉ុនក៏កាន់សាសនាពុទ្ធហើយនិងសាសនាហិណ្ឌូដែរខ្មែរយើងពុទ្ធហិណ្ឌូដូចគ្នាដែរនេះខ្លងទ្វារចូលអញ្ចឹងគេត្រង់ជួទៅចាំសំពះព្រះអូខេអរគុណអ្នកទាំងគ្នាបើចង់ដឹងពីជប៉ុនសូមជួយ like subscribe share ម្នាក់មួយផងអរគុណច្រើន